Ok,នេះជា system KIV series របស់យើងចំនួនទី 5.1 ហើយយើងដាក់ B2 ណាអញ្ចឹងfunction របស់វាមានមានច្រើនអញ្ចឹងហើយយើងត្រូវការទី1គឺលេខកូដ company ឈ្មោះសម្ងាត់ username ហើយនិង password ណាហើយចុច log ចូលឬក៏ login អូខេបន្ទាប់ពី login ទៅយើងត្រូវចូលទៅដល់ផ្ទាំងដើមរបស់វាណាអញ្ចឹងផ្ទាំងដើម function របស់យើងមានច្រើនអញ្ចឹងជាដំបូងយើងត្រូវមើលទី1តើ stock ទំនិញយើងមានប្រមាណផ្នែក stock របស់យើងមានទំនិញយើងមានឃ្លាំងហើយកំងទិញឬក៏ទិញចូលណាហើយអតិជនយើងមាន8នាក់ទីនេះអត់មានទេអូខេ function ធានានេះជាទូទៅអត់សូវមានអ្នកប្រើទេអ្នកគ្រប់គ្រងមានចំនួន1ដឹកចេញចូលគេមាន4695អានេះជា function មួយទៀតដែលកម្រងមានអ្នកប្រើដែរហើយមួយទៀតគឺវិក័យប័ត្រមាន4639អូខេអញ្ចឹងនៅក្នុងហ្នឹងយើងមើលមកក្រោមនេះក្រោមនេះគឺយើងមានក្រាបមួយដែលយើងនិយាយអំពីចំណូលនេះជាតួលេខជាក់ស្ដែងឧទាហរណ៍នេះគឺយើងមាន2081.9គឺមួយថ្ងៃនេះគឺយើងអាចរកបើយើងនិយាយជាលុយដុល្លារបើស្អីយើងលុបជា system យើងមានលុយដុល្លារឬក៏លុយបាតលុយខ្មែរអញ្ចឹង default នេះគឺជា default លុយដុល្លារអញ្ចឹងដល់ពេលដែលយើងចាប់ឃើញគឺមួយថ្ងៃគាត់រកបាន2000ជាងហ្នឹងណាអញ្ចឹងតាមថ្ងៃគេថ្ងៃ1ថ្ងៃ2ថ្ងៃ3ថ្ងៃ4ថ្ងៃ5ដល់ថ្ងៃ12អញ្ចឹងទៅដល់ខាងក្រោមនេះវាជាក្រាបតាមខែប៉ុន្តែអ្នកមានទេ function នេះគឺ disable បាត់ហើយអញ្ចឹងណាអូខេអញ្ចឹងអានេះយើងអាច download វាបានអាច download ជា PNG ឬក៏ CSV បានអញ្ចឹងយើងអាចមើលវាបានណាអូខេនេះជាក្រាបនៃការទិន្នន័យលក់របស់យើងណាអូខេនៅក្នុងខែហ្នឹងគឺខែ6អញ្ចឹង function យើងនិយាយទៀតពី function ផ្សេងទៀតណានៅផ្នែក stock យើងបែងចែកវាជាទំនិញក្រុមទំនិញຂະຫນាតនិងឃ្លាំងជាទូទៅយើងត្រូវបង្កើតឃ្លាំងសិនបង្កើតຂະຫນាតបង្កើតក្រុមទំនិញទើបយើងបង្កើតទំនិញបានព្រោះអីនៅក្នុងទំនិញគឺយើងត្រូវដឹងថាទំនិញហ្នឹងវាមានក្រុមអីគេយើងមានຂະຫນាតវាជាស្អីគេហើយវាស្ថិតនៅឃ្លាំងណាអូខេហើយសម្រាប់ផ្នែកអតិថិជនយើងមានអតិថិជនប្រភេទអតិថិជនហេតុអីបានយើងបាច់ចែកពីប្រភេទអតិថិជននេះពេលខ្លះគេហៅវាថាជាគេហៅថាតារាងតម្លៃឬក៏ price list អញ្ចឹងណាអញ្ចឹងអតិថិជនគាត់មានប្រភេទរបស់ថាអតិថិជនជាប្រភេទលក់រាយលក់ដុំអញ្ចឹងគេបង្កើតអញ្ចឹងទៅហើយអ្នកផ្គត់ផ្គង់គឺសម្រាប់ទិញចូលផ្នែកលក់យើងមានការងារយើងមាន function ចំនួន5ទី1គឺបង្កើតដៃលក់នេះគឺយើងប្រើវាសម្រាប់ពួកដូចជា POS system អញ្ចឹង POS system នេះគឺសម្រាប់លក់ដែរប៉ុន្តែលក់រហ័សប៉ុន្តែយើងអ្នកលក់ធម្មតាអាចមានទេអញ្ចឹងអ្នកលក់អញ្ចឹងក្នុង function ខ្លះគេមានអ្នកលក់អញ្ចឹងអាចកំណត់បានថាណាគេអ្នកលក់អញ្ចឹងអ្នកវាយបងផ្សេងអ្នកលក់ផ្សេងហើយមួយទៀតគឺវិក័យប័ត្រស្នើថែមថយនិងជំពាក់តមកគឺទិញចូលយើងមានតែមួយទេគឺកំងទិញអញ្ចឹងណាហើយសម្រាប់ផ្នែកចំណាយអញ្ចឹងយើងអាចកត់ចំណាយអញ្ចឹងមុននឹងកត់យើងត្រូវមានប្រភេទចំណាយដែរអញ្ចឹងមានប្រភេទចំណាយនិងការកត់ចំណាយបន្ទាប់មកយើងមានរបាយការណ៍យើងមានធុងសម្រាម function របស់វាគឺសម្រាប់ recovery អ្វីដែលយើងបានធ្វើហើយប៉ុន្តែវាមានកម្រិតដែរវាមិនមែនថាស្អីសុទ្ធតែអាច recovery មកវិញបានទេអូខេហើយនៅក្នុងផ្នែកកំណត់យើងមានប្រទេសរូបិយប័ណ្ណតួនាទីអ្នកប្រើប្រាស់កំណត់ហើយយើងអាចបិទបើកប្រព័ន្ធណាប៉ុន្តែ function មួយចំនួនគឺយកប្រើទេអូខេអញ្ចឹងខ្ញុំចូលមុនគេគឺខ្ញុំចូលមកដល់កន្លែងកំណត់នេះគឺយើងចង់កំណត់ឈ្មោះថាក្រុមហ៊ុននេះឈ្មោះអីគេអាស័យដ្ឋានណាលេខទូរស័ព្ទអីគេមាន VAT អត់ហើយ print ម្ដងប្រហែលស្លឹកហើយយើងបង្ហាញមកតពឲ្យវាចេញទិន្នន័យចំនួនប្រមាណអូខេហ្នឹងគឺការកំណត់អញ្ចឹងកន្លែងនេះគឺយើងគ្រាន់តែកែហើយចុចបង្កើតមកគឺវានឹងកែប្រែព័ត៌មានទាំងអស់ណាអូខេអញ្ចឹងនេះគឺអ្នកប្រើប្រាស់គឺយើងមាន function ច្រើនយើងមានបង្កើតកែនិងលុបអញ្ចឹងឧទាហរណ៍យើងកែអញ្ចឹងយើងអាចមានកែគេអាចមាន username password ហើយយើងឲ្យតួនាទីទៅគាត់អញ្ចឹងតួនាទីយើងអាចបង្កើតបានណាប៉ុន្តែមិនបង្កើតនៅកន្លែងហ្នឹងបង្កើតនៅ page មួយទៀតណាហើយឈ្មោះគាត់ឈ្មោះជាអីគេលេខទូរស័ព្ទ email ទីអាស័យដ្ឋានរបស់គាត់ត្រូវប្រើ system ជាភាសាអីគេពេលគាត់ login ទៅណាអញ្ចឹងបើគាត់លើកភាសាអង់គ្លេសអញ្ចឹងពេលគាត់ប្រើ system វាជាភាសាអង់គ្លេសបើគាត់លើកខ្មែរអញ្ចឹងដល់ពេលគាត់ log in ចូលជាភាសាខ្មែរសម្រាប់ឃ្លាំងគឺ default ឃ្លាំងដែលគាត់ត្រូវលក់អញ្ចឹងជាទូទៅយើងប្រើតែមួយទេណា WA01 ហ្នឹងអូខេទូបន្លាយហើយសម្គាល់យើងអាចហើយយើងចុចកែប្រែទៅបើបង្កើតយើងចុចបង្កើតមកពេញព័ត៌មានដូចគ្នាអញ្ចឹង
នេះគឺពូមានយើងត្រូវពេញដូចមិញណាអូខេអញ្ចឹងខ្ញុំសុំបន្តទៀតគឺទូនីតិយើងបង្កើតមកអញ្ចឹងទូនីតិគេបង្កើតដើម្បីគឺ user អ្នកប្រើប្រាស់មួយគាត់មានទូនីតិមុខងារខុសគ្នាឧទាហរណ៍ sell យើងចុចកន្លែងវិញហ្នឹងគឺដើម្បីមើលអញ្ចឹងឃើញទេក្នុង function តំណែងគាត់អាចមើលថ្លៃគាត់អាចគាត់គ្រប់គ្រងលើថ្លៃតំណែងគាត់គ្រប់គ្រងលើការបង្កើតកែប្រែតំណែងតារាងតម្លៃនិង stock ប៉ុន្តែគាត់អាចលុបបានទេក្រុមតំណែងគាត់អាចបានតែមួយកែគាត់អាចបង្កើតថែមបានទេគាត់អាចបានលុបដែរអញ្ចឹងកន្លែងទូនីតិនេះគឺជាកន្លែងបង្កើតទូនីតិឲ្យកំណត់សិទ្ធិអូខេអញ្ចឹងរូបនេះយើងដាក់មកពីលើវាប្រាប់ឲ្យសិទ្ធិប្រើប្រាស់អញ្ចឹងឧទាហរណ៍ថាទូនីតិមួយនេះទូនីតិ administrator ឬទូនីតិ sale នេះយើងដាក់មកលើនេះមានន័យថាយើងកំណត់សិទ្ធិឲ្យគាត់ធ្វើអីគេហើយកន្លែងនេះគឺយើងកែគេឧទាហរណ៍ថា administrator យើងចង់កែទៅជា admin អញ្ចឹងណាហើយនេះលុបអូខេលុបទូនីតិអញ្ចឹងខ្ញុំអត់ recommend ឲ្យលុបទេដោយសារអីនៅពេលដែលយើងលុបវាអាចនឹងបាត់អញ្ចឹង user ដែលគាត់ធ្លាប់មានសិទ្ធិទៅជាបាត់សិទ្ធិណាអញ្ចឹងរូបិយប័ណ្ណនេះគឺវាមានច្រើនប៉ុន្តែ default នេះគឺពីមុនវាជាលុយដុល្លារតែឥឡូវខ្ញុំកែឲ្យទៅជាលុយបាតវិញណាអញ្ចឹងមានកែមិនលុបអញ្ចឹងផ្សេងអត់ប្រើទេជាទូទៅហើយប្រទេសនេះគេកំណត់ដោយសារអីកន្លែងប្រទេសនេះគឺសម្រាប់ប្រទេសទៀតយើងនឹងឃើញនៅពេលយើងវាយតំណែងយើងអាចបង្កើតលើទីតាំងប្រទេសបានប្រកបពីកំណត់ហើយខ្ញុំនឹងដេញពីលើមកវិញ stop ឃ្លាំងអញ្ចឹងឃ្លាំង function មានច្រើនអញ្ចឹងគេអាចផ្ទេរ stop អញ្ចឹងផ្ទេរ stock នេះ function គេគឺគេអាចផ្ទេរតំណែងពីឃ្លាំងមួយទៅឃ្លាំងមួយទៀតចំនួនប្រមាណហើយអ្នកណាគេអ្នកស្នើហើយអាចមានអ្នក approve គឺជាអ្នកកាន់ឃ្លាំងនេះអ្នកកាន់ stock ណាអញ្ចឹងឧទាហរណ៍អ្នកកាន់ stock ណាគេឃើញមានតែ system មួយនេះ system ដែលគាត់ជាអ្នកកាន់ stock អញ្ចឹងយើងកែបាននេះឃើញម្ចាស់ប្រព័ន្ធ system គាត់អ្នកកាន់ឃ្លាំងកាលពីហ្នឹងគឺអត់អាចធ្វើបានទេអញ្ចឹងឃ្លាំងនេះយើងអាចកែព័ត៌មានវាបានដែរអញ្ចឹងការកែនិងបង្កើតគឺដូចគ្នាត្រូវពេញព័ត៌មានដូចគ្នាណាអូខេអញ្ចឹងឃ្លាំងហើយຂະຫນាតជារង្វាស់ឧទាហរណ៍ថាតំណែងមួយវាជាគីឡូវាជាកេសវាជាដុំវាជាតាកាវាជាកញ្ចប់ស្និតបាញ់ PCS បកអញ្ចឹងណាអញ្ចឹងមានច្រើនប៉ុន្តែអាហ្នឹងយើងអាចបង្កើតខ្លួនឯងអាចលុបអាចកែប៉ុន្តែខ្ញុំអត់សូវចេះលុបទេឲ្យបង្កើតថ្មីណាក្រុមតំណែងយើងបែងចែកវាគឺមានន័យថាក្រុមតំណែងយើងមានផ្លែឈើយើងមានផ្សិតយើងមានមើមយើងមានសាច់អញ្ចឹងបើសិនមានអីផ្សេងយើងអាចចុចបង្កើតហើយយើងចង់កែអាចាស់យើងអាចកែព័ត៌មានវាអញ្ចឹងហេតុអីបានមានពណ៌នានេះគឺជាក្បាលលេខកូដនៅពេលដែលយើងបង្កើតតំណែងមកគឺវានឹងចាប់អានេះជាក្បាលលេខកូដឲ្យតំណែងមកណាអូខេការបង្កើតតំណែងម្ដងអញ្ចឹងនៅក្នុង function នៃការគ្រប់គ្រងតំណែងនេះមានច្រើនអញ្ចឹងឧទាហរណ៍នេះគឺជា stock យើងអាចមើល stock បានតាមនឹងឧទាហរណ៍អានេះគាត់មានចំនួននៅក្នុងទូបន្លែគាត់មាន stock ចំនួនប៉ុណ្ណឹងអូខេហើយយើងអាចបដូរទីតាំងវាទៅឃ្លាំងផ្សេងបានណាបើយើងផ្ទេរចំនួនបានទៅឃ្លាំងផ្សេងអាចចុចកន្លែងហ្នឹងយើងអាចថែមតំណែងនៅហ្នឹងហ្មង 19000យើងចង់ថែម10អញ្ចឹងយើងថែម10ទៅវាបូកថែម10ហើយអញ្ចឹងបើយើងដក10000អញ្ចឹងនៅពេលយើងចុចដកហើយយើងពេញចំនួនវានឹងដកចំនួន10000អូខេក្រៅពី function stock វាមាន function កំណត់តម្លៃអញ្ចឹងកំណត់តម្លៃនេះយើងអាចបានគេប្រភេទអតិជនអញ្ចឹងប្រភេទអតិជនយើងមានប៉ុន្មានយើងអាចកំណត់តម្លៃទៅលើតំណែងហ្នឹងទៅតាមប៉ុណ្្នឹងដែរហើយយើងអាចកំណត់ថ្លៃទិញទៀតអញ្ចឹងណាតែដោយសារ default លុយបានអញ្ចឹងគឺនៅពេលយើងបង្កើតថ្លៃលក់សូមបង្កើតជាលុយបានបើបង្កើតលុយផ្សេងគឺយើងអត់ស្គាល់ទេអូខេអញ្ចឹងចង់ថែមថ្លៃលក់គឺយើងចុចនេះឃើញទេអញ្ចឹងឧទាហរណ៍ថាយើងលុយបានប៉ុន្តែយើងកាស៊ីណូយើងចង់ឲ្យយើងវាទៅ 0.9 មិញវា 0.8 ឥឡូវយើងចង់ឲ្យវា 0.9 ខ្ញុំឧទាហរណ៍អញ្ចឹងឃើញវាដូរទៅ 0.9 អញ្ចឹង Beach Club អូហាខ្ញុំចង់ដូរទៅវាទៅ 0.7 Beach Club ណាអញ្ចឹងដាក់វា 0.07 0.8 អូខេអញ្ចឹងខ្ញុំដូរវិញសូម Beach Club វិញ Beach Club មិញហ្នឹងគឺអូខេសុំតោះម្ដងទៀតអញ្ចឹងមានច្រើននេះថ្លៃលក់អានេះ sorry ថ្លៃលក់អានេះគឺយើងចុចឲ្យ Beach Club អញ្ចឹងឲ្យវា 0.70 អូខេវាដូរទៅ 0.7 អញ្ចឹងដូរកាស៊ីណូទៅជា 0.9 វិញ 0.9 វិញឧទាហរណ៍កាស៊ីណូ 0.9 ឃើញវាដូរទៅ 0.9 វិញអញ្ចឹងរាល់ការផ្លាស់ប្ដូរគឺគេចុចថ្លៃលក់មួយទេហើយ default
រូបិយប័ណ្ណត្រូវតែរកយកវាជាបានណាបើសិន system នេះជាលុយបាន$10អាហ្នឹងតើខ្ញុំ set default ឲ្យណាអូខេអញ្ចឹងនេះជាការមើលការកំណត់តារាងតម្លៃហើយយើងអាចកែព័ត៌មានកែនឹងវាយដូចគ្នាអញ្ចឹងយើងមើលសិនលេខកូដយើងអាចកែក៏បានប៉ុន្តែលេខកូដនេះពេលយើងបង្កើតតំណែងវាអូតូបង្កើតទេអញ្ចឹងយើងអត់ខ្វល់មួយវាទេហើយលេខរៀងនេះយើងអត់បាច់មកពេញទេអានេះហើយអាពីរលើនេះគឺយើងអត់ចាំបាច់ទេហើយឈ្មោះយើងទៅដាក់ខ្លួនឯងយើងចង់ដាក់អីយើងដាក់តាមនោះមកអញ្ចឹងណាហើយកេះចំនួនកេះមានន័យថាឧទាហរណ៍ថាផ្សិតព្រិលនេះវាជាគីឡូអញ្ចឹងចង់សិតថាមួយកេះវាមានប្រមាណគីឡូអញ្ចឹងយើងវាយចំនួនគីឡូនៅក្នុងកន្លែងកេះហ្នឹងមកអញ្ចឹងវានឹងគុណជាចំនួនកេះឲ្យហើយអញ្ចឹងណាអញ្ចឹងយើងត្រូវចំណាំវាដែរថាតំណែងមួយដែលយើងបង្កើតអត់ឲ្យមានឈ្មោះដូចគ្នាហើយចំនួនកេះវាអាស្រ័យលើតំណែងឧទាហរណ៍ថាផ្សិតព្រិលមានពីរប្រភេទអាធំអាទូចអញ្ចឹងឧទាហរណ៍អាធំ10គីឡូមួយកេះអាទូច15គីឡូមួយកេះអញ្ចឹងយើងត្រូវបង្កើតឈ្មោះវាផ្សិតព្រិលផ្សេងគ្នាផ្សិតព្រិលធំផ្សិតព្រិលតូចអញ្ចឹងផ្សិតព្រិលធំកន្លែងកេះយើងវាយ10មកផ្សិតព្រិលតូចជាកន្លែងកេះនេះយើងដាក់វា15មកហើយយើងអាច discount វាដែរតែកម្រមានប្រើណាលក់ធម្មតាកម្រិតបាត់ stock alert គឺយើងនៅពេលដែលវ៉ាន់យើងលក់ចិត្តអស់ stock ឲ្យវា alert ប្រាប់យើងគឺវាមានផុតកំណត់អត់អញ្ចឹងបើមានផុតកំណត់ត្រូវវាយថ្ងៃផុតកំណត់ចូលទឿនមុនផុតកំណត់ចំនួនប្រមាណនេះក្រុមតំណែងយើងបានបង្កើតនេះរើសមកវាប្រភេទទីគេព្រិលផ្សិតព្រិលវាមិនមែនជានេះទេវាជាបន្លែຂະຫນາດវាគេគិតជា peg ឬក៏ឧទាហរណ៍ថាបើយើងគិតជាគីឡូយើងដាក់ទៅជាគីឡូណា kg មកឧទាហរណ៍អញ្ចឹងអីវ៉ាន់របស់គេអីវ៉ាន់ផ្សិតព្រិលយើងទិញមកផ្សិតព្រិលកម្ពុជាអញ្ចឹងបើកម្ពុជាវាកម្ពុជាទៅបើវៀតណាមបើយើងនាំចូលវៀតណាមយើងកំណត់ថាផ្សិតព្រិលវៀតណាមចឹងយើងសេទៅផ្សិតព្រិលវៀតណាមឈ្មោះវាណាហើយនេះផ្សិតព្រិលកម្ពុជាអញ្ចឹងដាក់ផ្សិតព្រិលធម្មតាមកណាកន្លែង tick មានន័យថាម៉េចបើយើងអត់ tick លក់ទេ tick យើងត្រូវ tick ទាំងអស់បើយើងអត់ tick លក់ទេមានន័យថាយើងអាចលក់ចេញបានទេពេលយើងវាយលក់គឺវាអត់ចេញមកតំណែងពួកអីមិនមែនសម្រាប់លក់ stock គឺយើងចង់រាប់ stock អត់អញ្ចឹងអីវ៉ាន់ខ្លះគេអត់ត្រូវការរាប់ stock ទេអញ្ចឹងគេដក stock ចេញអញ្ចឹងពេលលក់ក៏អត់ដកពេលថែមថយគឺវាអត់គិតទេវាគិតតែនៅពេលដែលលក់នោះគឺវាដកហ្មងណាទិញចូលអាចទិញចូលបានអត់ណាអូខេហើយនឹងកំណត់សម្គាល់ហើយយើងអាចដាក់ថែមរូបបានប៉ុន្តែរូបភាគច្រើនអត់មានអ្នកប្រើទេណាហើយចុចកែប្រែដើម្បីទទួលយកការកែប្រែរបស់យើងណាខ្ញុំឧទាហរណ៍ចុចកែមកអញ្ចឹងយើងទៅមើលផ្សិតព្រិលភាសាទៀតណាឃើញវាកែតាមខ្ញុំហ្នឹងគីឡូបន្លែអញ្ចឹងទៅអូខេអញ្ចឹងពេលយើងចង់បង្កើតថ្មីដូចគ្នាយើងចុចបង្កើតមកហើយយើងវាយតែឈ្មោះមកហើយយើងបញ្ចូលចំនួនកេះមកហើយយើងរើសតែប្រភេទវាគេផ្លែឈើຂະຫນາດវាជាគេផលិតផលរបស់ប្រទេសណាហើយយើងថិចទៅណាអញ្ចឹងហើយបន្ទាប់មកយើងចុចបង្កើតជាការស្រេចអញ្ចឹងនឹងជាផ្នែក stock គឺយើងអស់ហើយអញ្ចឹងផ្នែកអតិថិជនប្រភេទអតិថិជនមានច្រើនទៅតាមអាស្រ័យការបង្កើតទេអញ្ចឹងប្រភេទអតិថិជនឧទាហរណ៍ថាកន្លែងខ្លះគេមានតែពីរលក់ដុំមួយលក់រាយមួយអញ្ចឹងនៅពេលដែលយើងចង់សិតតម្លៃលក់ឲ្យតំណែងហ្នឹងគឺវាអាស្រ័យដែរអតិថិជនណាអតិថិជនប្រភេទលក់ដុំអីវ៉ាន់យើងសិតតម្លៃលក់ដុំប៉ុន្មានអញ្ចឹងពេលដែលយើងវាយអតិថិជនហ្នឹងគាត់ទទួលបានតម្លៃហ្នឹងហើយណាយើងអាចបង្កើតអញ្ចឹងរូបប៊ិចនេះចំណាំរូបប៊ិចនេះគឺសម្រាប់កែព័ត៌មានរូបធុងសម្រាប់ពណ៌ក្រហមគឺសម្រាប់លុបបង្កើតខាងលើនេះគឺសម្រាប់បង្កើតថ្មីឧទាហរណ៍ចុចបង្កើតមួយណាចឹងអត់មានអ្វីច្រើនគឺគ្រាន់តែថាឈ្មោះនេះជាឈ្មោះប្រភេទអតិថិជនឈ្មោះអីគេប្រភេទលក់រាយលក់ដុំអូខេខ្ញុំឧទាហរណ៍ថាលក់រាយអត់បាច់កែពណ៌នេះច្រើនទេខ្ញុំអាច copy លក់រាយមកដែរចុចបង្កើតឃើញទេពេលដែលអញ្ចឹងវាចេញជាលក់រាយនៅក្រោមនេះអញ្ចឹងតម្លៃនៅពេលដែលយើងចង់ដាក់តំណែងអីគេលក់រាយហើយអតិថិជនអូខេអញ្ចឹងប៉ុណ្្នឹងឯងហើយយើងអាចកែវាអាចលុបវាអូខេខ្ញុំទៅអតិថិជនម្ដងអញ្ចឹងអតិថិជនមានច្រើនខ្ញុំឧទាហរណ៍ថាអតិថិជនទូទៅខ្ញុំកែគាត់សិនមកបង្កើតឲ្យកែពួកមានដូចគ្នាណាអញ្ចឹងប្រភេទគាត់ឧទាហរណ៍ថាគាត់ជាលក់រាយឬក៏គាត់លក់ដុំឬក៏កាស៊ីណូអញ្ចឹងរូបិយប័ណ្ណដែលគាត់ចាយមកយើងជាអីគេតែខ្ញុំសូមឲ្យដោយសារបើសិនជា144គាត់នៅថៃគាត់ប្រើបាតគាត់ត្រូវតែរើសបាតអតិថិជនអាចចាយជាមួយនឹង currency ផ្សេងបានទេណាត្រូវតែច្បាស់លាស់អញ្ចឹងកាស៊ីណូអីគេក្រុមហ៊ុនគាត់ឈ្មោះអីគេក្រុមហ៊ុនជាខ្មែរឈ្មោះអីគេហើយលេខវ៉ាត់គាត់អីគេលេខទូរស័ព្ទគាត់អីគេលេខអ៊ីមែលគាត់អីគេធនាគារគាត់ឈ្មោះអីគេលេខគណនីគាត់ធនាគារគាត់អីគេហើយយើងចង់កំណត់ពេលជំពាក់គាត់ប៉ុន្មានកម្រិតជំពាក់ប៉ុន្មានដើម្បី alert ណាគឺយើងដាក់បាននៅនឹងទាំងអស់ឧទាហរណ៍ថាយើងកំណត់ឲ្យពេលជំពាក់គាត់10ថ្ងៃអញ្ចឹង
bà sân có chập bẹ bông na lực bị đọc ngay cứ viết tay nhà làm mà đòi dương vay tiền này, ok. Bây giờ ai có chập bẹ mà mơn bàn chẳng bà sân gì dương vay bông đo mà mơn bát còn nữa toàn song thiết chẳng vay bông còn linh mà này chẳng cùng đặt chập bẹ nó bẹ kinh chẳng đọc ngay mà mơn bát cứ việc cầm nọt lại nhỏ những lụa tại cho lần thiệt này, ok. Nếu chỉ phải thực thời tại nếu giờ cầm nọt để sát sâu này sai cứ giờ cho cầm nọt vì chẳng bà sân dù phải casino chứ là phải vay bông cần mày cứ viết tin ta lại casino mà hỏi nếp cột cùng đôi khi này là nếp cột cùng cứ chia dương tay thì mình tu tới phải trả nó nè chứ nếp cột cùng còn mình ấy lại chứ này cột cùng sẽ bèo nó bị dương thời vạn dương còn món tinh trâu dương tinh pi nếp cột cùng dương máu hai trâu mà không stop nhớ là nó dương 2 tháng nếp cột cùng này nè chẳng còn miền ấy đấy miền ta cai miền lốp po miền đôi khi chứ ai thả person thấy có miền đấy đây lụa căn đây lụa trên tu tới hàng mà rồi sẽ bưng cọp phở này chẳng cứ dương phá nhận lụa gọt phở này chẳng gọt phở tái vì cái bạn chơi cái gì bắt miền chẳng chẳng phăng cho lực cái bắt miền chẳng chẳng dương cho bạc cát cứ đồng bày ấy đồng bày vay bóng thôi vay bóng cái dương thường mạch cứ dương vay mà tại trốn sân dương rớt mua máu hay dương inter mùi chẳng mà bây giờ bính từ dương ác máu dương ác đơn đô ngày bán sân chia ô tỏ ta bông nó mềm ngày đập vào mũi đây dương bay nhau đập vào mũi mấy mà tay dạy cầm nọt từ bên đèn bàn á, ok hay tầm ở dương vậy mà dương bay tập bị tua mất bị lột à. Ok những nhóm tòa chúng ta mở tầm nành sẵn chẳng tầm nành mushroom này, ok để sao ta nhập lịch mở về mình mushroom bên cá là như vậy mà chọp ấy chẳng dương vậy mà ở tại chân mấy mushroom à. Ok phải trả mình ấy tính chấm chỉnh này, ok tới ok xong chưa sai nữa ok phải trả mình bằng hai thì tối ok trăm năm chỉnh và tam khối ok nhưng mới thân mà lại dùng mushroom nó hợp bản tế chẳng nhầm xong đã mua xây nhảy có chẳng là tại chôn mình lộ casino nhưng mà lại cho mình lại casino miến sạch ra là ok phí xong xuân mùi ok chẳng nhưng mà anh phải bồng từ chung một nữa mà ok sorry ok mình bài học trước cho mình chạy một sẵn sao tham thôi ní cứ dân ai chọn tham nhưng chọn thôi về bạn á ô ta họ thà cái chọn hồi lại mình tham thôi ô ta bông nướng bay hai vậy tới cái tha chọn tham tình hình đọc về những chân ai sao tham thôi bạn á chính có cái bị cái gì bạn mình bị cái gì bạn những ai bạc cáo những ai mới những ai chờ sao tham thôi những ai bóng lối cứ cái pet bóng á hay print những song tụm ninh mà với nhau là tụm ninh miền đọc những loại cái slide đọc lồ chứ cái trong tháng khôi 5 lồ chứ nhiều với chân cả song tụm ninh á hay những cái bài bồng nướng ở đó như vậy tới không ngày trên dòng cài á hay phản chân lục bóng nhưng mà đi của mình này thời tế hay năng nẹt đất dòng cỏ đi của mình này phở để bọn mình phở á chẳng rụng ní dương mơ khởi thầm ok vì cái bạn mùi nướng cứ có này vật thơm mình lòng ok vì cái bạn mùi nướng cứ có ban tính ở lập tung chùm nuôn và ban đằng thành ok chính sao cảm giác thế sẵn này ở
lớp tôm ok chẳng vì anh mình phải hành cho mình chạy mới tại cái này nó cứ giỏi vài chẳng mà nó vài từ bị tua tới bị squat là còn nếu từ từ vài ngày nặng thế chẳng có thể khó sắt chấm bá nè mà thịt mà không sao mà thịt mà anh để anh việt chẳng chẳng sao không sao tiền này ok chúng mơ ở tại trong xây mình vòng long restaurant ok vòng long restaurant những đồ tại trong sân vàng long đã mình vàng long đã ok chúng tôi này ok chúng thọ thọ sắt ok để sao tại chân nó còn sẵn nồng nóng chúng thọ thọ sắt này sắt per chúng inter mà anh miền đẹp sắt per chúng thọ mình vĩnh thì cái mình phải bắt sắt chấm báng mình thấy họ nó miền đấy ok miền chắc này sao có bán sắt trên nón kẻ chứ nhưng tôi một sắt chấm báng sẵn sắt chấm báng nè ok nhưng tôi mới tụi mình một sắt chấm báng sẵn sắt chấm báng ok chân trên nón kẻ tan miền đấy chẳng có tôi thà mặc cái miền mặc hay 5 kg ok xong vay giờ sòng đấy nè ok những cái chẳng sẵn chẳng như vậy bông xa tiền nè xong tôi vay vì cái bạn xa tiền nè chẳng trốn mà mình sẽ lấy gì trong vay chừng cái hai cái tinh pk chẳng mình tham mặc cái với mình 25 này cái đạo môi con 25 mình tham mặc cái mình 25 kg chẳng cả những tinh pk này về 20 kg tổ chẳng lối vô chừng lại lúa con nhiều mùi nắng chỉ mùi nắng chừng luôn cả lỗ thấy ngày gì ngày rồi bạn ủa thà kia vậy bóng vài ngày đập vào mũi ngày đập prám ăn ngày đập mũi hết chụp bóng mình thà thành bóngเลยthế nè con tay cầm nót bị cài bạt tục ní chia bị cài bạt để dân tự print tránh nè chẳng vì lộn mà chẳng giả chụp print mà nè chụp print từ printer bảo dưỡng nè chẳng dân tới cầm nót đài ủa thà printer dân hơi dân thử ra cái đá đài phụ ấy cái lạnh khác còn print a file ta nếu nhung sắp chạy hỏi pra a file nè phụ system nhung per support a file nè chẳng gì trong paragraph về file của bạn đây nè chẳng cứ mình tập bắt đăng thì chẳng bóng mấy nó cứ bóng khỏi bị cài bạt khỏi cái nó cứ chả thấy nhé chắc ô tô tại dân trong time mập hay pram cái thiết của bạn này dân sna cái time của bạn chỉ bảo trong cài bị cài bạn chẳng nhưng trong sna time chùm luôn mà hàng sập thay độ tết chẳng dân sna time thôi chính như tụi mình sna time thôi thấy nhé sắp chỉ bán cái time hàng sập tiền chẳng mấy tháng vì smart được 4 cái chẳng chật thịt mùi máu chẳng như tụi mình bị cài bạn xa tiền vì cài cho bạn nó cứ viên nó flap đầu rồi khơi mà rồi thấy nhé cái topic kẹp ru hết mà rồi nè trong pẹ cứ những ai pet bổng chẳng pet cho pẹ nè chẳng ai rất là ngày tí vì ngày tí mán là ngày tí mán nhưng xây tầm lịch bóng rồi xây ta chung một tay trốn hay tóm những ai thịt chẳng thịt muối ví dụ lấy lồi ní mà đạm muối bây giờ phải thịt phí vì buộc api nên chỗ kia những thịt bấy chỗ kia chẳng những ai bòn là nó chụp bòn ní là phải bòn mà nó bay bòn mà nè rồi dân chúng cá giờ trong thời trắng này dân trong thịt muối thịt ò rồi rồi giờ trong thời trắng như thịt ò luôn mà có bị màu đấy nè chẳng cả lại nhưng mà hỏi giờ chụp bòn vô sập tầm rồi ok nâng chia rồi biết bòn hãy tính cháu cứ dân vay của mong tính cháu đuổi vay lộ tranh đã đuổi cái ní là biết mới đuổi cái ní nhưng chỉ bị chấm nái tới cũng nọt phải chấm nái sẵn chấm nái khai phơm ná má lại tự lại phơn lại tinh mà hộp vào ní chỉ càng như là dân thơ bị chấm ngày ô ta họ tha khai dân rồi bị bán tập nhà cật lồi ọt ta buộc lực dân máu chụp chuột mà tô đại khôi ọt thôi chấm nái bị chấm ngái thơ ta quạt chẳng những bức họ
chấm lại cái tinh sản chẳng có to tha dương ơi bộ lực dương đặc văn chẳng dương tinh sản chẳng ỏm màn một ngày nắng cứ 150 bàn ok chẳng cứ ជួយ បានវិញណាចឹងជួយបង្កើតអូខេនេះសារតែយើងគិតជួយរៀលចឹង sorry ណាខ្ញុំthấyដូរកន្លែងនេះហើយអូខេអត់អីវាត្រូវជួយបានទេចឹងចាយជួយបានទេណាអូខេចឹង 100 150 បាតចឹងទៅណាទៅវាយកទៅកាត់កង់មួយហ្នឹងការអូខេចុករបាយការណ៍ម្ដងណារបាយការណ៍មានច្រើនមានបញ្ជីធំអញ្ចឹងខ្ញុំដើម្បីឲ្យមានរបាយការណ៍ខ្ញុំសូមធ្វើការបង់លុយមួយសិនដើម្បីឲ្យឃើញមានលុយណា 550 បាតណាខ្ញុំបង់មួយ